សុំណែនាំឲ្យស្គាល់នេះគឺរៈស្នៃឯកមុខឌីណាមេបញ្ជាការរងយោធាខេត្តបាត់ដំបងបាទបើយើងនិយាយតំបន់ប្រតិបត្តិការសឹករងខេត្តបាត់ដំបងនេះរៈស្នៃតូឡៃខុនមេបញ្ជាការរៈស្នាតូចលេខ817ប៉ូលីសការពារព្រំដែនបាទនេះលោករៈស្នៃតូយ៉មមឿនមេបញ្ជាការលេខ5មេបញ្ជាការរៈស្នាតូចលេខ506របស់តំបន់ប្រតិបត្តិការសឹករងខេត្តបាត់ដំបងដែលប្រចាំនៅព្រំដែននេះជាមួយ817ហើយនេះជាមេបញ្ជាការអនុសេនីយ៍ឯកអ៊ូនសុខឿនជាមេបញ្ជាការកងអនុសេនាធំទី3របស់រៈស្នាតូច506ដែលឈរកំពុងឈរជើងនៅទីនេះបាទការពារព្រំដែនហើយពីកន្លែងនេះទៅព្រំដែនហ្នឹងគឺមិនឆ្ងាយទេប្រហែលជា1គីឡូមិនដល់1គីឡូដីទេបាទប្រហែលជា6ទៅ800ម៉ែត្របាទអញ្ចឹងនៅកន្លែងនេះគឺជាតំបន់គេហៅថាតំបន់ភ្នំព្រឹកបាទអញ្ចឹងចន្លោះពីតំបន់ភ្នំព្រឹកទៅគេហៅថាភ្នំកងក់និងបារាំងធ្លាក់បាទតំបន់នេះគឺជាតំបន់សមរភូមិដ៏ក្តៅកគុកបំផុតហើយភាគច្រើនតំបន់នេះគឺសម្បូរទៅដោយមីនបាទប៉ុន្តែឥឡូវមិនមានទេឥឡូវនេះតំបន់នេះគឺคล้ายទៅជាគេហៅថាចំការរបស់ប្រជាពលរដ្ឋបាទដីដំណាំកសិផលដែលបាទមានដំឡូងមានសណ្ដែកបាទប៉ុន្តែខែនេះគឺគេចាប់ដើមកាប់ដំឡូងហើយដោយអស់លោកជីកមកឃើញហើយបាទឃើញកំពុងកាប់ដើមបាទតាំងនាមខ្ញុំតំណាងឲ្យក្រមសិល្បៈស្ម័គ្រចិត្តរបស់ក្រមនីតិដើម្បីយុទ្ធជនពវយមសូមថ្លែងអំណរគុណចំពោះការណែនាំរបស់បងនិយាយចំហៅប្អូនវិញបងអត់ត្រូវទេយើងនិយាយលក្ខណៈគ្រួសារអរគុណប្អូនឧត្តមសេនីយ៍ទូសុថុនដែលបានធ្វើការណែនាំពួកក្រុមយើងខ្ញុំនោះក៏មានសេចក្តីរីករាយដែលមិនដែលធ្លាប់ទៅលឺមិនដែលបានមកព្រោះតំបន់នេះគឺជាតំបន់ពីមុនមកតំបន់សមរភូមិក្តៅមែនតើមិនដែលប្រជាជនណាចូលដល់ទេខ្ញុំជឿថាសិតតែចំការមាននសអីឮតែឈ្មោះទេបារាំងធ្លាក់ឮភ្នំព្រឹកភ្នំកងក់អត់ដែលឃើញឥឡូវបានមកដល់ផ្ទាល់ហើយឃើញបាទឃើញឥឡូវហ្នឹងคล้ายទៅជាតំបន់កសិផលរបស់ប្រជាកសិករយើងដែលបានមករស់នៅពីមុនមកអត់ខ្ញុំជឿថាដោយបងអូនបានមានប្រសាសន៍ថាពីមុនមកគឺសិតតែព្រៃទាំងអស់ឥឡូវមកមានផ្លូវជាតិមានខ្នោជាតិដែលតាមទូទួលយើងបានចាក់ផ្សាយមកគឺមកនេះគឺមកក្នុងនាមសំណេះសំណាលជួបជុំបងប្អូនយុទ្ធជនយើងព្រោះខ្ញុំជឿថាបងប្អូនយើងនៅខាងនេះមានការអន់ចិត្តបន្តិចជួយព្រោះដោយសារក្រុមការងារខ្ញុំបុកទៅតែខាងឧត្តរខាងព្រះវិហារខាងឧត្តរវិជ័យខាងអីអត់ដាល់មកខាងយើងណែសោះឥឡូវលើកនេះបានលើកទី1ដែលក្រុមយើងបានមកហើយបើមានលើកទី1នឹងមានលើកទី2ទី3ទី4តទៀតសូមអរគុណមួយកូនមានយោបល់អីនិយាយចង់ហ្នឹងហើយទៅនឹកដើមថ្ងៃមុនបាទយុវវ័យអញ្ចឹងសប្បាយចិត្តបានមកจากក្រុមសិល្បៈលើកទី1បាទសប្បាយចិត្តមែនតើបាទមន់ខាងតាកបីនឹកបាទខ្ញុំតបគ្នាសូមជូនពរដល់បងកងទ័ពទាំងអស់ឲ្យមានសុខភាពល្អឲ្យយុវវ័យហើយដូចថាប្រយុទ្ធឈ្នះអញ្ចឹងខ្ញុំក៏មានអារម្មណ៍ថាសប្បាយមកដល់ភ្នំព្រឹកចាថ្ងៃនេះពេលព្រឹកភ្នំព្រឹកចាដូចនេះសូមជូនពរឲ្យបងប្អូនទាំងអស់បងប្អូនចាព្រមទាំងអាយដាមចាដែលបានលោកបោះទីតាំងនៅកន្លែងនេះជាទីតាំងដ៏ត្រជាក់លែងក្តៅទៅជាត្រជាក់ចាខ្ញុំមកតាមផ្លូវបានឃើញនៅទិដ្ឋភាពដ៏ស្រស់បំព្រងគឺថាមានជាដំឡូងមានជាដើមចេកដើមអីគឺថានិយាយរួមគឺទាំងអស់សូមឲ្យជូនពរជ័យសូមឲ្យជោគជ័យនៃកងទ័ពរបស់យើងមានកម្លាំងខ្លានឹងតស៊ូទៅមុខដល់ស្វិតស្វាញចំពោះប្រទេសជាតិយើងសូមអរគុណខ្ញុំស្មានថាភ្នំព្រឹកហ្នឹងដែលធ្លាប់ឮស្មានថាមានតែភ្នំតែមួយទេឥឡូវមកច្រើនណាស់មិនដឹងជាឈ្មោះភ្នំអីខ្លះទេបាទទីរបស់ប្រជាជននៅជាប់នឹងភ្នំដែរឬក៏នៅឆ្ងាយពីយើងដោយសារតែរដ្ឋាភិបាលដែលគិតតែឈ្នះយើងរួបរวมគ្នាគឺថាដើម្បីយើងបង្កើនអភិវឌ្ឍទៅនឹងប្រទេសជាតិយើងមិនប៉ុនវិទេបាទចឹងបានម៉ាក់គាត់មានគាត់និយាយដែរពីមុនដៅកគុកឥឡូវទៅចាក់លហើទៀតបាទទៀតទៅមកចាបងសុខកណ្ដាលដែរណាដែរបងខ្ញុំនៅនេះ
អូចិត្តខ្ញុំដែរចាប់ដៃមួយចាខ្ញុំបាត់ដបញ បាទគេថាសុខសប្បាយទាំងអស់គ្នាបាទសប្បាយអស់គ្នា អរគុណបងច្រើនអរគុណបងអរគុណជូនពរសុខភាពល្អបងចាកាន់តិចទៀតជឿជុំនេះ ចាហើយសុខសប្បាយទេទាំងអស់ណាបងប្អូនចាពរណាឥឡូវនេះខ្ញុំបានមកដល់ហើយសូមអរគុណហើយខ្ញុំជួយថែសាខាងប៉ូលីសព្រំតែរួមទាំងពួកឲ្យជួបតែសេចក្តីសុខហើយនឹងបានជួបបានជ័យ រៀងតិចតិចទេបងមែនតិចដល់ខែតិចហើយ ហើយបងដែលនៅទីនេះប្រហែលឆ្នាំហើយបង 7 ឆ្នាំហើយ អូ7ឆ្នាំដែរអញ្ជើញទៅផ្ទះអត់បងទៅចាយ៉ាងម៉េចដែរបងជីវភាពរស់នៅព្រំដែននេះជាប់ព្រំដែនចា អត់អីទេហូបទុកអីធម្មតាហើយដែលថាបបោសម្ដេចគាត់អបធម្មឲ្យ ទុកសំបីជីវភាពប្រជាជនយើងរស់នៅក្នុងតំបន់នេះគឺធូរធារណាឃើញផ្ទះសម្បែងយ៉ាងម៉េចក៏មានផ្ទះក្បឿង3ខ្នងអីហើយនៅមុខផ្ទះរបស់គាត់ក៏ដូចជាតាមផ្លូវខ្នល់ឃើញក្រាលដំឡូងហាលឲ្យឡើងព្រាតតាមហ្នឹង បងយើងមិនស្ងាត់ទេណាពេលដែលយើងជិះឡានមកហ្នឹងគឺឃើញរហូត គាត់នៅនេះគាត់ថាគ្រឿងទូសៀមានដីចំការនៅការ បាទហើយបងមានដីស្រែចំការប្រហែលហិកតានៅនេះដែរ ខ្ញុំមានដីចំការហ្នឹង5ហិកតាដែរ ច្រើនបោបោ ដូចយើងថាយើងរឿងពុទ្ធសាសនាចឹងថាក៏មាននិស័យមានធម៌វាសនាល្អគឺត្រូវតែជួបគ្នាគុំថាឡើង1000 គីឡូម៉ែត្រលើភ្នំសូម្បីតែ10000 គីឡូម៉ែត្រក៏ត្រូវតែជួបគ្នាចាដូចអ្នកម៉ែគាត់ខ្មែរចាបងដូចអ្នកម៉ែគាត់អញ្ជើញទៅព្រះវិហារទៅភ្នំត្រាប់អីអ្នកម៉ែរាប់100 គីឡូគាត់ទៅដែរចាឡើងដល់កំពូលក៏គាត់ឡើងដែរព្រោះគាត់ឡើងខ្សែរ៉ត ដើម្បីឲ្យបងបានស្ដាប់នៃសំនៀងផ្ទាល់របស់លោកសំពូន បាទសូមគោរពដល់បងមេបញ្ជាការរងសូមគោរពជំរាបសួរដល់បងវរៈកងទ័ពបាទខ្ញុំគ្មានអីទេនៅពេលព្រឹកព្រហៀមដល់ខ្យល់អាកាសដ៏សែនត្រជាក់នេះល្ងាផងអីផងតែទៅជាអត់នឹកផ្ទះល្ងាមិនអត់នឹកចា តិចតែនិយាយឲ្យនៅនឹងរហូតអត់ទេគាត់និយាយលើឡើងគាត់ថាក៏មកនឹងនៅប្រពន្ធ ឥឡូវសូមរីករាយសម្ដាប់នឹងខ្ញុំបាទនៅបទនិយមន័យស្នេហ៍បាទរំលឹកអនុស្សាវរីយ៍កាលពី10ឆ្នាំមុន តើអ្វីទៅអាចបញ្ជាក់ថាបងស្នេហ៍ស្រីលើលោកីគ្មានស្រីណាអាចទំបានឡើយក្នុងបេះដូងលងស្នេហ៍លើពើទៅហើយមាសបងអើយបងគិតអូនគ្រប់នាទីរាល់វេលាគ្រប់ដង្ហើមចេញចូលណាអូន សូមរស់ស្ងួនអងរួនទ្រូងបងឲ្យញោមញោមដោយក្តីស្នេហ៍អាណិតមិនប្រែឡើយស្រីសូមចរណៃយល់ពីភក្តីស្នេហ៍ស្មោះដំឡៃស្នេហ៍បងថែដោយកែវនេត្រាតើជីវ៉ាប្រាថ្នាឲ្យបងធ្វើអ្វីទៀត ដល់ពេលនេះយើងជួបគ្នាមិនដែលឃ្លាតពាក្យសោកសៀតអ្នកផ្សេងអូនគុំជឿគេពាក្យស្នេហាគឺជាការដែលហ៊ានលះបង់ហើយស្មោះត្រង់យល់ចិត្តគ្នាជារៀងដរានេះហើយជាចម្លើយឆ្លើយពីបេះដូង ប្រាប់នឹមនួនថាដួងចិត្តបងយ៉ាងណាដំឡៃស្នេហ៍បងថែដោយកែវនេត្រាតើជីវ៉ាប្រាថ្នាឲ្យបងធ្វើអ្វីទៀតបើពេលនេះយើងជួបគ្នាមិនដែលឃ្លាតពាក្យសោកសៀតអ្នកផ្សេងអូនគុំជឿគេ ស្នេហាគឺជាការដែលហ៊ានលះបង់ហើយស្មោះត្រង់យល់ចិត្តគ្នាជារៀងដរាបនេះហើយជាច
ចម្លើយឆ្លើយពីបេះដូងប្រាប់នឹមនួនថាដួងចិត្តបងយ៉ាងណាប្រាប់នឹមនួនថាដួងចិត្តបងយ៉ាងណាសូមអរគុណសូមអរគុណបាញ់មិញនេះបានទស្សនិកជនហើយនឹងបងបានជួបជាមួយនឹងតារាចម្រៀងមកទីក្រុងភ្នំពេញចាឥឡូវយើងបានតារាចម្រៀងភ្នំព្រឹកមួយដួងទៀតហើយចាគឺបងសុកខឿនមានសួរបងចាបងស្រ័យបាត់អីបងបកស្រាយចាដាក់3ក្រណាចាក្រមចំណងជើងថា7មករាចាមហាជោគជ័យណែបងចាអរគុណចាសូមអញ្ជើញបងចាថ្ងៃកំណើតយើងខ្មែររួមគុំតានមកដល់សពថ្ងៃបានគុំសំដាច់ទាំងបីជួយខ្មែរប្រស័យឲ្យរួមឡើងវិញផុតក្នុងផុតគ្នាបគុកចិញ្ជាខ្មែរបានភ្លឺស្វាងប៉ុនក្តីមរណាពីរបបប្រល័យពីជនអបឡាំងខ្មែរបានសុខខាងគុណ7មករាខ្ញុំសូមបួងសួងដល់អង្គទេវតាជួយគ្រងរក្សាសម្ដេចទាំង3ឲ្យមានអំណាចមានបុណ្យបារមីជាមនុស្សពូជ័យសម្រាប់កូនខ្មែរ7មករាមហាជ័យជុំនេះកបខ្មែរបានឈ្នះពុកមិនសេះត្រីកលភាពសង្សារមានស្មាមានភ្លឺមានស្ពានឆ្លងទៅរកការអង្គភិវឌ្ឍចាអរគុណការបកស្រាយបងពិតជាព្រោះឲ្យមានន័យណាស់សម្រាប់7មករាចាអរគុណចាបងចាអរគុណប៉ូលីសក៏បានក៏ដោយPMក៏ដោយឥឡូវយើងផ្សារជាប់ជាមួយគ្នាទាំងអស់មែនទេបងចាហើយមិនបងថាអូនថាប់ណាគេទេហ្នឹងហើយសង្ស័យថ្ងៃមុនមិនได้បងថាបងថាបងរបស់ស្រោមែនទេបងអ
ខំលាក់ប៉ុណ្ណឹងហើយ ចិត្តដល់អ្នកណាផងតែបោះលងមកអត់ទូព្រោះយ៉ាងណាថ្ងៃណាមកដល់ឲ្យអូនទូតាមចិត្ត បងច្រៀងបានពីរោះណាបងទៅច្រៀងនៅពេញមួយខ្ញុំហ៎ច្រៀងទៅទេមកចឹងនៅច្រៀងនេះអត់មិនបានមិនទៅតាមការតឡងអ្នកការតឡងដេកស្រួលហ្នឹងអត់តែបងច្រៀងអត់អីទេអញ្ចឹងចាំខ្ញុំអាសាមកច្រៀងមួយបងលេងខ្ញុំទៅពេញខ្ញុំទៅចង់ទៅលេងចាទៅបងមានអីហ៎ចង់ទៅពេញចង់ទៅលេងអីបងលេងអីលេងពេញនេះលេងអីទៅលេងមុខវាំងយើងហ្នឹងឥឡូវស្អាតចាបងមានបទអីដែរអាហ្នឹងបាទចំណងជើងខ្ញុំអត់ចាំទេប៉ុន្តែដឹងថាថ្ងៃ12កក្កដាចំណងជើងអត់ចាំទេដឹងតែចាំ12កក្កដាអញ្ចឹងជើញបងថ្ងៃការសង្សារអូដល់ពេលចាំច្បាស់ថ្ងៃការសង្សារហ្មងណាបងចាអត់អីបងអញ្ចឹងបងស្រែចាសុំសម្លេងផ្ទះដៃជូនបងប្រុសមួយសម្បត្តិណារែងស្លុតអរ៉ាអូនហើយពីកាសាវត្តថ្មីបងជាយុទ្ធជនការពីទឹកដីខាងមកការស្រីជាភ្លៀវកិត្តិយសសែនអាឡៃថ្ងៃ12កក្កដាមេបាញ់ជាការចុចហៅចំឈ្មោះបងជាយុទ្ធជនធ្លាប់មានចិត្តស្មោះกับក្តីស្រណងហានមកការស្រីអាណិតស្រឡាញ់បេះដូងស្ទើរលែងដោយនឹកអាឡ័យធ្លាប់ហៅធ្លាប់សួរជាគ្នារាល់ថ្ងៃមិនគួរនិស័យខាងអាចការស្លាបងជូនបងអូនពីសមរភូមិទុកដូចខ្ញុំបានចងហាត់ថាចាំស្រុកសានត្រានយើងនឹងជួបគ្នាបើបានបត់ភ្ងីចែកបងពូចាអរគុណបងបទនេះមានន័យថាកំសត់ណាស់ព្រោះអីការដែលបងបកស្រាយមិញថាចាំច្បាស់គឺថ្ងៃដែលសង្សារការចោលមែនទេបងហើយបងមានស្រក់ទឹកភ្នែកអត់ដល់យុវកូនប្រុសអត់ស្រក់ទេ
ចាគ្រាន់តែយំដែរបងប្អូនលឺឡងចឹងកុំយំលឺឡងចាចាមិនអីទេបងណោះចាបើគេការចោលយើងរកមួយទៀតទៅចាអរគុណចាអរគុណចាជាចុងក្រោយក៏នៅមានបន្សល់ទុកនៅបទចម្រៀងជាចុងក្រោយដើម្បីផ្ញើជូនដល់បងកងទ័ពមានយើងមុនបែកគ្នាជូនពីបទទៀតដើម្បីយើងឆ្លងទៅខាងឮថាខាងនោះទិសដៅខាងនោះមានដូចមានទឹកជ្រោះទៀតហ៎ឥឡូវផ្ញើជូនបទនេះមួយសិនណាចឹងវីយូកពូលភ្នំមួយច្រៀងដោយខ្ញុំហើយនឹងអ្នកស្រីមកបទសិនលេងកំសាន្តចាបងពៅខ្ញុំចាសូមចេញបងពៅយូ60ជំរាបសួរកូនចា ដើម្បីលាយពីគោលដៅនេះទៅគោលដៅថ្មីមួយទៀតអញ្ចឹងយើងខ្ញុំសូមជូនចម្រៀងមួយបទទៀតជូនបងកងទ័ពដែលនៅទីនេះចាគឺបទដំបងមានអ្វីឆ្ងាញ់ណាស់ដល់បងទាំងអស់ចាដំបងមានអ្វីឆ្ងាញ់ទេអូមានហោះហើ
យមិនខ្វងទេណាអ្វីខ្លះកែកូនពីថាសូមមេត្តារៀបរាប់ប្រាប់ផងសូមចាំស្ដាប់អូនរៀបរាប់ប្រាប់ផងសូមចាំស្ដាប់ខ្ញុំរៀបរាប់ប្រាប់ផងអរគុណលោកអងចាំស្ដាប់ហើយបាត់ដំបងមានសពបាត់យ៉ាងមានមកប្រេងកាក់ក្រងដងខ្ទិះនឹងស្វាយព្រីងឯក្រូចពោធិ៍សាត់ផ្អែមឆ្ងាញ់ពិសេសចាំខ្ញុំបែងជូនបងពិសាហើយជាព្រំដែនមួយហើយជាទឹកធ្លាក់ក្នុងព្រឹកបាទជាប់ក្នុងព្រំដែនចុះទៅព្រំទៅខាងប្រទេសថៃយើងមើលពីលើទៅក្នុងដូចជាយើងខ្ពស់ជាងមើលហើយជាបាទធ្លាក់ទឹកធ្លាក់យកបងប្អូនយើងតាមដល់ហ្នឹងឯងបាទបងជាមិនផ្សេងៗគឺនៅតំបន់នេះហើយខ្ញុំស្មានថាតំបន់ហាំខាងហ្នឹងកងទ័ពយើងហាំហើយព្រោះថាចិត្តឯផ្លែសៅមកបាយដូចទឹកខ្មុំបងចាសូមជម្រាបសួរដល់បងកងទ័ពដែលនៅទីចាថ្ងៃនេះសប្បាយរីករាយណាស់ក្រុមសិល្បករសិល្បកានីបានមកដល់គោលដៅថ្មីចាឡើងមួយទៀតហើយដែលបានមកជួបបងកងទ័ពដែលមកឈរជើងនៅទីនេះចាហើយនៅខាងក្រៅយើងនោះគឺតព្រំដែនដូចមានខាងក្រោយជ្រោះចាមានទឹកជ្រោះមានអីចាហើយនាងខ្ញុំក៏បានសាកសួរបងដែរថាតើកន្លែងហ្នឹងមានបងប្អូនប្រជាពលរដ្ឋយើងមកលេងអត់ព្រោះមានទឹកជ្រោះទឹកធ្លាក់អញ្ចឹងណាគាត់ថាមានពេលណាដែលមានបុណ្យទានគឺគាត់មកលេងចាគាត់ឲ្យឃើញថាដែលបងជម្រាបជូនមិញហ្នឹងគឺព្រំដែនរបស់ថៃចាអញ្ចឹងឃើញថាភាពសប្បាយរីករាយជាមួយនឹងបងកងទ័ពដែលឈរជើងជួរមុខចានៅទីនេះចំណាប់អារម្មណ៍របស់បងហើយក៏សប្បាយចិត្តរីករាយហើយមានចំណាប់អារម្មណ៍យ៉ាងម៉េចដែរបងនៅកន្លែងទីនេះគឺចំណាប់អារម្មណ៍គឺថាល្អស្រស់ណាបងចាល្អស្រស់គឺកន្លែងនេះគឺល្អមួយយ៉ាងនៅកន្លែងនេះជាប្រវត្តិភាគច្រើនថ្ងៃសៅរ៍ថ្ងៃអាទិត្យតែងមកលេងនៅនេះចាហើយចុះនាងខ្ញុំសាកសួរបងខាងនេះវិញតើការរស់នៅរបស់បងយ៉ាងម៉េចដែរបងបាទការរស់នៅរបស់ខ្ញុំជាកងទ័ពការពារព្រំដែននេះគឺឈូជាជប់នៅអរិញបដិញ្ញាចិត្តដើម្បីការពារនៃមាតុភូមិមិនអោយឃ្លាតមួយវិនាទីណាឡើយចាពិតជាពិសេសណាស់ចាខ្ញុំចង់បានពាក្យនេះណាចាសូមបីបងប្អូនប្រជាពលរដ្ឋក៏ចង់បានពាក្យនឹងដែរពីបងកងទ័ពអរគុណចាហើយឃើញថាភាពសប្បាយរីករាយពីសិល្បករសិល្បកានីក៏ដូចជាស្ថានីយទូទួលបាយ័នក៏បានមកដល់គោលដៅនេះហើយទឹកដីនេះចាមានអារម្មណ៍ថាសប្បាយទាំងអស់គ្នាមែនទេអង្គចាហើយបងគាត់កម្លាំងខ្លាំងខ្លាក៏ដោយសារខាងក្រោយនោះដែរចាអញ្ចឹងអាសាមកលេងអាសាមកអើតអញ្ចឹងទៅដូចពួកយើងអញ្ចឹងមែនទេចាអរគុណចាហើយក៏យើងមានបទចម្រៀងច្រៀងជូនដល់បងកងទ័ពដែលឈរជើងនៅទីនេះមានបទចម្រៀងជាច្រើនបទដើម្បីឲ្យគាត់បានភាពសប្បាយរីករាយចាបងចាឥឡូវនេះឃើញថាចង់ឲ្យបងសាពូនចាបកស្រាយនៅបទចម្រៀងមួយបទដើម្បីបើកកម្មវិធីរបស់យើងចាដឹងថាអូនឈប់ស្នេហ៍បងហើយប្រលឹងអូនធ្វើយ៉ាងនឹងព្រោះតែស្ងួននៅអាណិតស
ស្នេហ៍បងចំពោះអូនគឺក្តីស្នេហ៍បរិសុទ្ធតែការពិតគឺអូនមានរូបគេផ្សេងបងមិនយល់ពីជុំរើចិត្តមានស្ងួនមិនដឹងថាអូនធ្វើយ៉ាងនេះមានន័យអ្វីបងអស់សំខាន់ហើយត្រានត្រោយប្រាប់មកណាថ្លៃកុំឲ្យរូបបងរីងរៃព្រោះស្នេហ៍មិនស្មោះប្រាប់បងមកប្រលឹងតើរូបបងនេះខុសអ្វីទើបបានជាថ្លៃប្រែឈុំស្នេហាមួយរូបបងក្រមិនស័ក្តិសមនឹងជីវាបងស៊ូចាក់ចេញពីជីវិតអូនយ៉ាងណាក៏បងសូមជូនពរស្នួនកុំឲ្យស្រពូនជួបស្នេហ៍ក្រោយដែលគេស្មោះត្រង់អនុសាដែលកន្លងហួសសូមអូនបំភ្លេចចោលចុះកុំស្រណុំនឹកនានាំឈឺចាប់នាំឈឺចាប់បាទសូមអរគុណបាទទោះតែភ្លៀងយ៉ាងណាក៏ដោយតែយើងរីករាយភ្លៀងនេះភ្លៀងឲ្យពរឲ្យជ័យទេមិនអីទេបាទតាមរយៈមួយបទនេះខ្ញុំបាទសូមបន្សល់ទុកអនុស្សាវរីយ៍ដោយក្តីគោរពក្តីស្រឡាញ់ហើយក្តីអរគុណយ៉ាងជ្រាលជ្រៅចំពោះបងវរៈកងទ័ពដែលឈរមុខនៅខ្សែត្រៀមទី1នេះការពារបូរណភាពទឹកដីកម្ពុជាបាទសូមអរគុណចាលោកសំពូនគាត់បានបន្សល់នៅបទចម្រៀងមួយបទទុកជាអនុស្សាវរីយ៍ចុះបងមានបទចម្រៀងអីអនុស្សាវរីយ៍ជាមួយខ្ញុំមួយបទទេបាទខ្ញុំចង់សប្បាយបានច្រើនតែផលពិបាកនៅការភ្លៀងតែនេះបើសិនជាខាងតន្ត្រីកំងបត់រំវងមួយណាក៏ខ្ញុំអាចទៅបានខ្លះចាសម្រាប់គាត់មិនធម្មតាណាបងសម្រាប់គាត់ផលពិបាកអីទេព្រោះឯក្រុមសិល្បៈហ្នឹងបញ្ញាតស៊ូដោយគាត់អញ្ចឹងឲ្យសុបាយទាំងអស់គ្នាភ្លៀងក៏អត់អីដែរបងអញ្ចឹងរឿងអីចាគាត់នៅព្រំដែនគាត់ចាឥឡូវនេះបងច្រៀងបទជាមួយនឹងខ្ញុំមួយបទគឺបទក្រមុំស្រុកស្រែច្រៀងបានទេបងបាទចាអញ្ជើញរាំបងក្រមុំស្រុកស្រែចខ្លាចឪម៉ែជាកូនអ្នកផ្សារក្រមុំស្រុកស្រែចខ្លាចឪម៉ែជាកូនអ្នកថ្ងៃតែសាលាយំកាណាnokគ្នាចូលមុងកែងក្រៅពីព្រឹកបុកស្រូវរែកទឹកដាក់ធំរៀបចំក្រៅក្នុងខ្នើយកន់ពេលមុងមិនឲ្យម៉ែព្រួយមិនឲ្យម៉ែព្រួយយ៉ាមិនឲ្យឪព្រួយកំឡុងស្រុកស្រែទាំងកូនអ្នកផ្សារកំឡុងស្រុកស្រែយើងខ្លាចឪម៉ែចឹងកូនអ្នកផ្សារហើយទៅសាលាយំកានហានឹងព្រាចូលយើងក្រោកពីព្រឹកបុកស្រូវរែកទឹកដាក់ធុងរៀបចំការក្នុងសាកលពេលមិនអោយម៉ែព្រួយមិនអោយម៉ែព្រួយយ៉ាមិនអោយឪព្រួយមិនអោយម៉ែព្រួយដកគូក្រមុំស្រុកស្រែចេះខ្លាចឪម៉ែជាកូនអ្នកផ្សារក្រមុំស្រុកស្រែចេះខ្លាចឪម៉ែជាកូនអ្នកផ្សារថ្ងៃតែសាលាពេលយំកាណានឹងគ្នាចូលមុងកែងក្រៅពីព្រឹកបុកស្រូវរែកទឹកដាក់ធំរៀបចំក្រៅក្នុងខ្នើយកន់ពេលមុងមិនឲ្យម៉ែព្រួយមិនឲ្យម៉ែព្រួយមិនឲ្យឪព្រួយកំឡុងស្រុកស្រែទាំងខ្លាចឪម៉ែទាំងកូនអ្នកផ្សារទៅសាលាយប់កានហានឹងព្រា
គាត់មិនឲ្យឪព្រួយដល់ខ្ញុំឲ្យបងភីមិនឲ្យម៉ែព្រួយចាម្យ៉ាងម្នាក់តែអត់ទេម្យ៉ាងដែរមិញគាត់ថាចេះពុះទឹកដាក់ធុងចាត្រូវហើយពុះទឹកដាក់ធុងត្រូវហើយបងភ្លៀងពុះទឹកដាក់ធុងភ្លៀងចាឥឡូវហ្នឹងសូមមកជូនមួយបទទៀតគឺបទផឹកទៀតឲ្យបងអញ្ជើញបងអូចាអញ្ជើញចាអញ្ជើញចាបទអីហ្នឹងបទអីផឹកទៀតឲ្យបងផឹកទៀតឲ្យបងកលេងភ្លៀងកលេងណាយ៉ាងណាយ៉ាងណីរួចបានគេគ្របឲ្យឯងសបងនៅផឹកទៀតហើយបងដេកឡើងឈឺក្រពាំងខ្លួនកាន់តែចាំងអាំតែមានលុយដើរលេងឥតឈុំថាទៅក្នុងបារនៅក្នុងបារពេលព្រឹកដល់យប់ថាមិនថាឈប់ណែមានឈប់អីមានទាំងស្រីទៀតផងស្អាតប្រមជឿតែកាត់រកចោលគ្រឿងចាញ់វាឆ្លងว่าបងមិនខិតจะតែសេស្រាញ់ពេកតែរកនងសូមទោសអូនម្ដងប្រពៀនហើយខ្ញុំចឹងរបៀបឌីអងសែនប្រងវឹកមកដល់ទៀងទេតែប្រាំងលុយគេចំបាំងបងមិនហ៊ានទីព្រោះខ្លាចគាត់ហ៊ានដើរលេងឥតខ្មាំងអស់លុយពីផ្ទះរងហេតុមួយលៀនថា3លៀនបានទិញទៀនបងលាហើយយកបងទៅលេងបៀយកអីត្បូងយកត្បូងអូនយកទៅលេងបៀថាមាសតាមាសតាមាសក៏មានយកទៅលេងបៀអូយស្លាប់ទៅអត់ទេចាំអាំងតែមានលុយដើរលេងឥតឈុំថាទៅវិញត្បូងឃើញនៅក្នុងបារពេលព្រឹកដល់យប់ថាមិនថាឈប់ណែមានឈប់អីមានទាំងស្រីទៀតផងបងថាទិញត្បូងដូចជាចូលទៅកខ្យល់តើវិញកោយ៉ាងនេះអូនឯងកុំឆ្ងល់តែការទៅខ្យល់គ្រឿងចាញ់វាឆ្លងបើបងមិនផឹកចេះតែសេស្រាញ់ពីក្បាលដល់ខ្នងសូមទោសអូនម្ដងក៏ទៀតហើយតែអញ្ចឹងរបៀបនេះវងសែនប្រងមកដល់ទាំងទៀតតែប្រឹងលុយបងចំពាំងបងមិនហ៊ានទីព្រោះខ្លាចគាត់ហ៊ានដើរលេងឥតខ្មាំងអស់លុយពីផ្ទះរកហេតុ3លៀនបានទៅទៀនបងលាហើយយកផងទៅផឹកទីចាមានអារម្មណ៍ថាសប្បាយរីករាយណាស់ទូអីភ្លៀងផងច្រៀងទាំងភ្លៀងបាយមិនគុំយូរហើយគុំឈឹកជាមួយយូរហើយព្រោះឃើញនេះរហូតឃើញក្នុងទូឃើញតែផ្សារតមន់ផ្សារតកបីទៅអីទៅកោះពុលវាយឃើញពុលមានពុលអាលោកពុលអីទៀតខ្ញុំគុំឃើញមុខគុំថាបានជ្រៀងជាមួយអត់បានជ្រៀងមកជ្រៀងមួយកន្លែងវិញឥឡូវបានដោយបំណងបានដោយបំណងចាបានបំណងហើយតំភ្នក់បាន2ថ្ងៃមកដល់មែនចាបានឃើញថ្ងៃមុនបានជ្រៀងក៏បានឈរចិត្តដែរបានជ្រៀងជាមួយស្ដាយដែរភ្លៀងទឹកអរអរគុណច្រើនប៉ុន្តែខ្ញុំមិញអត់បានជ្រៀងតែខ្ញុំបានសម្ដែងកាយវិការជាមួយបងប្រុសហ្នឹងដូចជាសប្បាយចិត្តមែនតើចាទោះបីជាភ្លៀងយ៉ាងណាក៏ដោយក៏ខ្ញុំនៅតែបង្កើនភាពសប្បាយរីករាយជាមួយនឹងបងដែរព្រោះអីថាជួបជាមួយបងចាព្រោះអីថាមិនងាយនឹងបានមកចាយូរបានមកម្ដងអញ្ចឹងទោះបីជាភ្លៀងក៏នៅតែសប្បាយក៏នៅតែរីករាយជាមួយបងមិនងាយបានមកដល់ពេលមកម្ដងភ្លៀងត្រជាក់ខ្យល់
មកហើយអត់ចង់ទៅវិញទៀតចាចង់ទៅវិញទៀតចាឃើញទេសភាពទីនេះស្អាតហើយឃើញបងចាហើយឥឡូវនេះអញ្ជើញបងច្រៀងមួយបទទៀតចាចាឥឡូវសូមឲ្យបងតាណាបាត់អីចាបងតាម្ដងបងខ្ញុំពីរនាក់20គាត់ច្រៀងរហូតហើយអូបាត់តូលបងច្រៀងបាត់តូលចាអូរសៀរត់ទឹកហើយតកានេះអង្គសតនេះបាទរសៀរយំវិញរសៀរយំល្វើយចេញចាំងដូចពេញអូដាក់នោះរឿងចោលទៅមកដាក់ឡើងចាឥឡូវនេះក៏សូមអញ្ជើញបងប្អូនទស្សនាទាំងអស់គ្នាចាជាមួយជួបជាមួយនឹងបងប្រុសចាគាត់បានបកស្រាយចម្រៀងចាឥឡូវសូមអញ្ជើញស្ដាប់ទាំងអស់គ្នាចាបាទខ្ញុំសូមអរគុណដល់តន្ត្រីដែលបានមកកន្លែងរបស់ខ្ញុំនេះគឺខ្ញុំពេញចិត្តជាកិត្តិយសបំផុតដែលខ្ញុំមិនដែលបានជួបប្រទេសទេតែបានពេលនេះបានជួបប្រទេសខ្ញុំអរគុណនៃពុកបាយ័នទាំងមូលទាំងអស់បាទចាហើយពួកយើងខ្ញុំក៏សប្បាយរីករាយដែរចាក៏មានកិត្តិយសដែរបានមកជួបបងរសៀរយំរសៀរយំល្វើយព្រឹកខ្ញុំមកកាលរំលាយស្ងាត់ឈឹងឥឡូវប្រែคลายមួយតូចច្រឡឹងកេងកាយដៃរំពឹងថានឹងមានរាំងស្មៃជំនួបបរំភើយវាលធំលឹងលើយរុកកាជាតិខៀវខ្ចីចែងចាំងដូចទឹកពលឺល្អក្រៃដងដាលគ្រប់មកវិស័យរាល់ថ្ងៃយើងបានសប្បាយសំផធម្មជាតិប្រៀបបានសវណ្ណបីដូចដួងច័ន្ទដែលរៀងពេញបរមីការីស្គូស្គីដូរីកណ្ដាលទ្រូងព្រៃខាងដូចបរិយានៃកំពុងមានវ័យក្រមុំភ្នំព្រឹកដួងចិត្តនាងបានផ្ដល់ជីវិតឲ្យខ្ញុំបានសុខំយើងផុតទុក្ខភ័យរីនៅក្នុងសង្គមដោយគុណមហាឧត្តមសម្ដេចហ៊ុនសែនយើងអើយធម្មជាតិប្រៀបបានសវណ្ណបីដូចដួងច័ន្ទដែលរៀងពេញបរមីការីស្គូស្គីដូរីកណ្ដាលទ្រូងព្រៃហាងដូចករិយានៃកំពុងមានវ័យក្រពុំភ្នំព្រឹកដួងចិត្តនាងបានផ្ដល់ជីវិតឲ្យខ្ញុំបានសុខំយើងផុតទុក្ខភ័យរីនៅក្នុងសង្គមដោយគុណមហាឧត្តមសម្ដេចហ៊ុនសែនយើងអើយបាទអរគុណចាអរគុណដល់លោកពូចាបកស្រាយបទចម្រៀងយ៉ាងពីរោះហើយមានន័យទៀតចាចាឥឡូវនេះដល់បងម្ដងសូមជើញបងតាសូមជើញបងស្រាយជាមួយបងប្រុសស្រីតូចច្រឡឹងឯងមានធំស្រីតូចច្រឡឹងមិនដាច់ខំប្រឹងតែខ្លួនតែស្រី
ដេញតូចច្រឡឹងមិនបាច់ខំប្រឹងដេញខ្លួនតែស្រីសោះดูរូបអូលមិនខ្វាន់ទេប្តីសោះดูរូបអូលមិនខ្វាន់ទេប្តីប្រកុំមកស្ដីស្គាល់គេកាលណាប្រកុំមកស្ដីស្គាល់គេកាលណាស្គាល់យូរហើយតាមទួទូស្គាល់មិនស្គាល់ជំហានប៉ប៉រំតែវាចាស្គាល់មិនស្គាល់ជំហានប៉ប៉រំតែវាចាព្រោះតែរូបបងចាប់ចិនស្នេហាព្រោះតែរូបបងចាប់ចិនស្នេហាបាចង់ត្រូវការស្នេហ៍ដល់ម៉ែឪបាចង់ត្រូវការស្នេហ៍ដល់ម៉ែឪបងអូនព្រមហើយបងមិនកាន់តើយហើយចូលចែកចៅបងអូនព្រមហើយបងមិនកាន់តើយហើយចូលចែកចៅដឹងដឹងយ៉ាងអូនក្នុងពេលអីឡើយដឹងដឹងយ៉ាងអូនក្នុងពេលអីឡើយស្រេចតែម៉ែឪសូមរចនាបងស្រេចតែម៉ែឪសូមរចនាបងមានតែខ្លាចគាត់អត់ឲ្យបើគាត់បងក៏តែដំរីដំនឹងផ្ទះមួយខ្នងអត់មានតម្លៃឲ្យទេច្រើនណាស់តម្លៃដល់ថប់ដំរីដំនឹងផ្ទះមួយខ្នងតែហ៊ានទទួលឬទេប្របងតែហ៊ានទទួលឬទេប្របងដើម្បីនួនល្អងបងហ៊ានទាំងអង្គដើម្បីនួនល្អងបងហ៊ានទាំងអង្គអរគុណបងមកហ៊ានមែនទេអត់ហ៊ានទេតម្រៃ10ឥឡូវយកតែតម្រៃណាឲ្យយកតែផ្ទះមួយបានតម្រៃខ្ញុំព្រីស្រីតូចច្រឡឹងគេមើលពីចំហៀងតបាយចំស្រីធំច្រឡឹងមកគូនេះរៀងលេខស៊ីស្មងបានចុះមកបងវរៈព្រំដែនហើយចាអរគុណមកគូនេះមកគូជ្រៀងមិញហ្នឹងគឺរៀងលេខស៊ី507គាត់អត់កង់ហ្នឹងហើយស្រីធំច្រឡឹងទោះជាភ្លៀងយ៉ាងណាក៏ដោយក៏យើងតស៊ូជាមួយបងប្អូនយើងបាន4 5បត់ដែរព្រោះអីយើងជ្រុលថាមកហើយទុកជាភ្លៀងក៏យើងមិនអោយបងប្អូនយើងអសន្ធាទេណាហើយជាលើកទី1ដែលយើងបានមកជួបហើយយើងសង្ឃឹមថានឹងមានលើកទី2លើកទី3ទៀតហើយយើងក៏បន្តិចទៀតយើងត្រូវបន្តដំណើរទៅកន្លែងគោលដៅផ្សេងទៀតគោលដៅមកកន្លែងទៀតណាអរគុណធ្លាក់ភ្លៀងណាស់ឥឡូវនេះ ចាជាបន្តសូមគោរពអញ្ជើញបងប្អូនទូរទស្សនិកជនទទួលស្ដាប់នៅការចំណាប់អារម្មណ៍របស់អាយដាមមេបញ្ជាការស្ដីទីភូមិភាគទី5ចាសូមគោរពអញ្ជើញបាទសូមថ្លែងអំណរគុណចំពោះនាទីយុទ្ធជនដែលបានមកដល់ទឹកដីយុទ្ធភូមិភាគទី5របស់យើងក្នុងថ្ងៃនេះហើយតំបន់ដែលយើងកំពុងដែលបានមកជួបជុំគ្នានាឱកាសដ៏រីករាយនេះគឺហៅថាតំបន់ភ្នំព្រឹកហៅថាភ្នំដែលគេកំពុងឈរនេះគឺភ្នំប្រុសបាទដែលជាទីបញ្ជាការរបស់វរៈស្នាតូច532បាទ532របស់កងពលតូចលេខ53ហើយពីសម័យមុនពីសម័យសង្គ្រាមណាមុនមាននយោបាយឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនតំបន់នេះគឺជាតំបន់សមរភូមិមួយយ៉ាងក្តៅកគុកណាដែលភាគីទាំងពីរណាបានធ្វើការប្រយុទ្ធគ្នារវាងខ្មែរនិងខ្មែរក៏ប៉ុន្តែក្រោយពីនយោបាយឈ្នះមកដល់ពេលបច្ចុប្បន្ននេះទឹកដីកន្លែងនេះដែលយើងកំពុងតែឈរទីនេះហើយនឹងជុំវិញកន្លែងយើងឈរគឺជាទឹកដីមួយយ៉ាងស្រស់បំព្រងល្អធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរបស់យើងរស់នៅបាន
យ៉ាងសុខដុមរមនាយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអគ្គនាយិកាវិទ្យុទូទៅបញ្ញត្តិពិសេសគឺជំទាវហ៊ុនម៉ាណាដែលបានចាត់ឲ្យក្រុមសិល្បៈនេតិដើម្បីយុទ្ធជនមកសម្ដែងនៅសមរភូមិខ្សែបន្ទាត់ព្រំដែនក៏ដូចជាបណ្ដាកងកម្លាំងប្រដាប់អាវុធទាំងអស់នៅខ្សែបន្ទាត់ព្រំដែនមានប៉ូលីសមាន PM នៅខ្សែបន្ទាត់ព្រំដែននេះគឺសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅការយកចិត្តទុកដាក់ដល់របស់លោកជំទាវនេះជាការលើកទឹកចិត្តមួយដ៏ខ្ពង់ខ្ពស់ដល់កងកម្លាំងប្រដាប់អាវុធទាំងអស់មិនថាប៉ូលីសមិនថា PM មិនថាកងយុទ្ធពលខេមរភូមិទេពេលបានឃើញអស់លោកសិល្បករសិល្បការិនីមកអស់បងប្អូនយើងមានការរំភើបរីករាយក្រៃលែងដោយសារបាននេះជាការលើកទឹកចិត្តមួយយ៉ាងខ្លាំងដល់កងកម្លាំងប្រដាប់អាវុធរបស់យើងទាំងអស់ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែននេះឱកាសនេះក្នុងឱកាសនេះដែរជួសមុខឲ្យមេបញ្ជាការយុទ្ធភូមិភាគទី5ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនសម្ដេចគតិប្រិយបណ្ឌិតប៊ុនរីហ៊ុនសែនរមែងតែងតែបានយកចិត្តទុកដាក់គិតគូរអំពីជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធដែលនៅតាមខ្សែបន្ទាត់ព្រំដែនគិតគូរពីជីវភាពរស់នៅពីប្រាក់បំពន់ដល់កងកម្លាំងប្រដាប់អាវុធនៅតាមខ្សែបន្ទាត់ព្រំដែនគិតគូរអំពីបញ្ហាសុខទុក្ខរបស់បងប្អូនយុទ្ធជនកងកម្លាំងប៉ូលីស PM ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែនពេលភ្លៀងសម្ដេចរមែងតែងតែគិតគូរពីអាវភ្លៀងដល់កងកម្លាំងរបស់យើងទាំងអស់ពេលរដូវរងារមែងតែងតែគិតគូរអាវរងាជូនដល់បងប្អូនដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែនឆ្នាំណាដូចឆ្នាំណាគឺជាបន្តបន្ទាប់ដើម្បីឆ្លើយតបនៅគុណូបការៈគុណដ៏ថ្លៃថ្លានេះជួសមុខឲ្យកងកម្លាំងប្រដាប់អាវុធទាំងកងយុទ្ធពលខេមរភូមិន្ទទាំងកងនគរបាលជាតិទាំងកងរាជអាវុធហត្ថដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែននេះសូមធ្វើការបដិញ្ញាចិត្តអនុវត្តឲ្យបាននៅអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនពិសេសគឺអនុវត្តឲ្យបាននៅភារកិច្ចការពារបូរណភាពទឹកដីមិនឲ្យបាត់បង់ចាអរគុណឥឡូវរីករាយជាមួយនឹងតារាចម្រៀងរបស់យើងហើយក៏រួមលេងសប្បាយទាំងអស់គ្នាចាអរគុណ
អូនសួរដំណឹងចាប់ហើយអូនសួរដំណឹងថាប្រលឹងមានប្រពន្ធឬណាពេលយប់អូនចោលទៅទេរលឹកបងពេកអូនគេសោកសៅតែបងអើយស្រឡាញ់អូនទេតែបងអើយស្រឡាញ់អូនទេសម័យឥឡូវគេមិនសូវនៅយូរបងសូមសួរសិនអូននៅក្រមុំឬមួយមានប្តីអ្នកបងសូមសួរសិនអូននៅក្រមុំឬមួយមានប្តីអូនកើតឆ្នាំអីបានជាថ្លៃល្អដាច់គេបានជាថ្លៃល្អដាច់គេអោកាលហងអោស្លឹកលហងអោត្រួយលហងអោដើមលហងអោរឹងលហងដល់ក្នុងព្រឹងសាការជាតិណានាចង់បែបការលហងក្នុងព្រៃចង់បែបការលហងក្នុងព្រៃអ្នកបងសូមសួរសិនអូននៅក្រមុំឬមួយមានប្តីអ្នកបងសូមសួរសិនអូននៅក្រមុំឬមួយមានប្តីអូនកាលឆ្នាំអីបានជាថ្លៃល្អលើគេបានជាថ្លៃល្អដាច់គេអាកាអែមស្រីបានមានកំឡែងខ្លីយ៉ាស្រីមិនបានទេអាកាអែមស្រីបានមានកំឡែងខ្លីយ៉ាស្រីមិនបានទេកំភ្លើងទុនបងតាមកទេពីបោវាសនាបងនៅពុំបាយពីបោវាសនាបងនៅពុំបាយបងទីហ៊ានទីសាច់ទេការកបាត់យើងកែងសក់តែអាសង្សារបងទីហ៊ានទីសាច់ទេការកបាត់យើងកែងសក់តែអាសង្សារបងចាប់រត់ក្រោះវិជាកាន់សែកទុំអាយុណាយក្លាប់ជាមួយស្រាអប្រាំបងទីហ៊ានទេអូដាច់សាយបងតនឹងវត្តទួនទេបងទីហ៊ានទេអូដាច់សាយបងតនឹងវត្តទួនទេបើហៅមិនលឺបងខំតែងសាច់ឲ្យដល់តែមកយីបងពួងក៏ស្លាប់ឲ្យដល់តែបាយបងពួងក៏ស្លាប់អ្នកសំជើងណាស់មកទៀតបងយប់នេះពីសេមែបានជួបគ្នាម្ដងរំបងឈៀងផងសប្បាយម្លេះទេអញ្ចឹងមិនខុសស្រីចង់ញ៉ាំអីញ៉ាំទេ
តាមสนมពោយុទ្ធជនយើងឈរជើងការពីនៅទីនេះក៏สนมពោសូមឲ្យអាយដាមមេបញ្ជាការកងពលលេខ53អាយដាមសនីតូជាភួងភិរមឡើងបកស្រាយបទស្ដាយឈ្មោះនិស្សិតសូមគោរពជើញអាយដាម11យប់ចុចជាប់ហោហើយទូរស័ព្ទចាប់រហឬស្នោប្រំឆ្លើយនឹងសំណាចមកចាយត្រង់ត្រង់ស្មានឹងទៅហើយមិនឡើយមិនទេសំបងសងអូនឲ្យប្រោះឆ្លើយឬណាផ្លេចហើយខ្លួនជាសិនមិនស្ដាយទេមកអូនប្រចិនស្ដាយជាមកនេះសិនចរិតដូចអូអាយដាមបញ្ជាការរងរបស់ភូមិភាគទី5สนมពោសូមឲ្យយុទ្ធជនគាត់បកស្រាយបទផ្ញើកងចងដៃដូច្នេះសូមអញ្ជើញសម័យជនដែលត្រូវបកស្រាយបទចម្រៀងលោកសុសម៉ាត់សូមគោរពអញ្ជើញតាមสนมពោអាយដាមសូមអរគុណកងចងដៃស្រីថ្លៃស្នេហាចាឥឡូវសូមចុចតារាសម្ដែងនៅល្បីចាបងបែបស្ថានីយ៍បងមិនហ៊ានថាចុចមកឲ្យកត់កក់ក្រៅតិចបងចាជួយបងទុំប្រដល់ថ្នាក់បុនស័កជាស្មីខំរកឲ្យបានផ្ញើជូនស្រីថ្លៃបើអូនយល់ថាកងជាដួងចិត្តដោះណាងពាក្យពិតជាកងនិស័យជាញើសជាសាច់បងប្រឹងរាល់ថ្ងៃពាំងហើយអាឡ័យដល់រូបបងបនដាំពននឹងគួរដឹងគួរចាំមិនបានមួយឆ្នាំអូនប្រហែលបែកដងពេលជួបមុខហើយប្រងើយដាំងបងត្បូងពេជ្រដាំកងក៏មិនជាស្ដីបើអូនយល់ថាកងនេះមានម្ចាស់ម្លេះអូនកាន់ខ្មាំងដូចមានកងរីតែផ្ទុយទៅវិញអូនមានគូថ្មីបណ្ដាធ្វើឲ្យបងគូធីបកស្រាយបទចម្រៀងចាំបានកងដៃមកពីណាដែរចាឥឡូវបងផ្ញើជូនទៅវិញឲ្យបងថានេះផ្ញើជូនទៅវិញខ្ញុំផ្ញើជូនទៅវិញនេះសារខ្ញុំអត់ចេះខ្ញុំចេះខ្ញុំផ្ញើជូនទៅវិញដើមបទចាឲ្យបទចម្រៀងកនសៃអូនបាក់ជូនបងយោធានេះដែរនឹងខ្ញុំក៏សូមផ្ញើជូនដល់បងកងទ័ពទាំងអស់គ្នាចា
ស្ងួនអរជូនដល់ប្រថ្លៃកាពីទឹកដីមាតុភូមិនៃយើងថ្លៃថ្លាឆ្លាក់ឈ្មោះស្នេហ៍ស្នងអត់ហើយនឹងបងยังមានបំណងដូចគ្នាកាន់សែងស្រីស្ងួនចូលមកប្រយុទ្ធការពីមានភូមិយើងថ្លៃថ្លាបានសុខរុងរឿងទៅ
ន់ក៏ដូចជាសិល្បករសិល្បកានីបានមកជួយជើងចាទីតាំងភូមិសាស្ត្រនៅទីនេះហើយក៏ដូចជាបងខាងកងពលក៏ដូចជាប្រហាត់ហ្នឹងមានសុខទុក្ខយ៉ាងណានោះជួបជាមួយនឹងលោកមេជាការបាទខ្ញុំឈ្មោះប៉ាន់សុធាបាទវរៈនៃត្រីមេជាការកងអនុស្នាធំលេខ4ចាបាទហើយចង់សួរបន្ថែមដែរថាតើមានប្រមាណកងនេះទៅមានប្រមាណអង្គភាពទៅបងបាទអញ្ចឹងខ្ញុំសូមបញ្ជាក់ដែរអញ្ចឹងនៅក្នុងកងរស្នាធំយើងខ្ញុំនេះគឺមាន3កងរស្នាតូចអញ្ចឹងនេះជាកងរស្នាតូចទី2បាទចូលនៅលើចំណុចនៅភ្នំតំណាងឃុំបង្រាំងឃុំបង្រាំងស្រុកកំរៀងខេត្តបាត់ដំបងមកឲ្យទឹកដីថៃបាទអូមែនបាទស្គាល់ទឹកដីថៃចាខ្ញុំទុំតែបើដឹងថាបងគាត់បានជម្រាបជូនថាទឹកដីថៃនៅខេត្តខាងស្នាមដៃនាងខ្ញុំនោះចាខ្ញុំបានមើលវិញកម្ពស់វាថាជ្រៅដែរណាបងចាំយើងមើលឃើញចាសុកទុកបងកងទ័ពយ៉ាងម៉េចដែរបងនៅទីនេះបាទចំពោះសុកទុកបងប្អូនយើងនៅនេះទាំងទាហានទាំងប៉ូលីសទាំងព្រះអង្គគឺសុខភាពល្អទាំងអស់បាទបាទជីវភាពគ្រប់គ្រាន់បាទចាឥឡូវនេះក៏មានបទចម្រៀងទៅជាអនុស្សាវរីយ៍ពីបងសាពុនមីរាហើយបើសិនជាបងចេះបទណាក៏អាចបកស្រាយទាំងអស់គ្នាជាមួយនឹងបងសាពុនផងដែរខ្ញុំបាទគ្មានអីទេមានតែបទចម្រៀងជាចំណងដៃជាអនុស្សាវរីយ៍ផ្សារភ្ជាប់ជាមួយគ្នារវាងសមរភូមិក្រោយនិងសមរភូមិមុខគួយស្រណោអាឡោអាឡៃ
ចំបែងស្រមៃកាលវ័យកុមារបងហើយនឹងអូនកាន់ដៃគ្នាទៅសាលារួចស្បន់ស្បែសច្ចាគុំកាលណារៀបការនឹងគ្នាលុះដល់ពេញវ័យអ្វីអ្វីបែបប្រែប្រួលអងដួងចិត្តដើរទ្រាំស្មោះត្រូវរងគ្រោះឲ្យធូរខ្លោចផ្សាយើងស្មងគ្នាពិនតែវមិត្តអូនត្រូវរៀបការបំពេញចិត្តគ្រួសារឲ្យបងកាត់ចិត្តពីអូនភ្លេងការក្រហឹមរងំរំដំទ្រូងអើយក្រៀមក្រំមុំអើយអូនរៀបការហើយបងប្រឹងយោយឹមទាំងទឹកភ្នែកហូរអត់ស្បាយខាមន់ជួងពោត្រានត្រើយបេះដូងស្ទើរធ្លាយបែកជាបំណែកអូនត្រូវស្នេហ៍គេមាសមេឲ្យដូចស្នេហ៍បងរឿងអូនហើយនឹងបងផ្ដាច់ចំណងស្នេហ៍ប្រែជាមិត្តបងគ្មានវាសនាបានជីវរួមកាយចិត្តបើសិនមានជាតិក្រោយពិតសូមផ្សងជួបអូនជាតិក្រោយវត្តនេះរៀងកំសត់បន្តិចប៉ុន្តែជាសេចក្តីរីករាយជាសក្ខីភាពទេគ្រាន់តែជាអនុស្សាវរីយ៍វត្តចម្រៀងកាលពី10ឆ្នាំមុនភ្លេងការក្រហឹមរងំរំដំទ្រូងអើយក្រៀមក្រំមុំអើយអូនរៀបការហើយបងប្រឹងយោយឹមទាំងទឹកភ្នែកហូរអត់ស្បាយអាមាត់ជួនពោត្រានត្រើយបេះដូងស្ទើរធ្លាយបែកជាបំណែកអូនត្រូវស្នេហ៍គេមាសមេឲ្យដូចស្នេហ៍បងរឿងអូនហើយនឹងបងផ្ដាច់ចំណងស្នេហ៍ប្រែជាមិត្តបងគ្មានវាសនាបានជីវរួមកាយចិត្តបើសិនមានជាតិក្រោយពិតសូមផ្សងជួបអូនគ្រប់ជាតិបើមានជាតិក្រោយពិតសូមផ្សងជួបអូនគ្រប់ជាតិចាតើបងចង់បកស្រាយបទចម្រៀងអីដែរប ទលីអូនការពារព្រំដែនបាទរំនាំបទទឹកដីកោះប៉ែងអរគុណឥឡូវនេះផ្ដល់ជាកម្លាំងចិត្តចាសូមជើញបងព្រំដែនខាងលិចរលឹមស្រេចស្រេចបងលីជីវ៉ាជុំភ្លៀងចង្រៃបងត្រូវការពីបងកលើយសៃមាជាប់ព្រំដែនថៃប្រជាកករស់តាមដងអូសំលេងទឹកហូរអយុទ្ធជនក្នុងនាមកូនខ្មែរបងត្រូវរែកពុនខ្លាចញាធ្ងន់កាពីព្រំដែនបា
បានកូនអើយមួយហើយកុំឆ្លើយថាព្រួយកូនប្រុសយើងមួយលើកស្ទួយសិក្សាឲ្យដូចញើយប៉ាវីកាពីខែមរាបង្កលសីមាមិនឲ្យបាត់បង់បើកប្រាំងខែចាំបងផ្ញើទៅសบายចិត្តបងអើយព្រួយណាពើបងនៅសុខទេថ្នាំពេទ្យហូបចុកគ្រប់គ្រាន់ណាស់ស្នេហ៍យុទ្ធជនអើយគ្រប់គ្នាមើលថែគ្នាណាស់តែមិនលឺថាបើប្រាក់ខែមិនទៅឲ្យប្រពន្ធណាកុំភ្លេចចាបានកូនអើយមួយហើយកុំឆ្លើយថាព្រួយកូនប្រុសយើងមួយលើកស្ទួយសិក្សាឲ្យដូចប៉ាវីកាពីខែមរាបង្កលសីមាមិនឲ្យបាត់បង់បើកប្រាំងខែចាំបងផ្ញើទៅកុំព្រួយណាពើបងនៅសុខទេថ្នាំពេទ្យហូបចុកគ្រប់គ្រាន់ណាស់ស្នេហ៍យុទ្ធជនអើយកាពីមើលថែខ្លាំងណាស់ឈប់ជ្រៀងសោះ ដឹងមានន័យកន្លែងណាបើប្រាក់ខែអត់ទេមើលថែកូនឲ្យរៀនឲ្យដូចប៉ាវិញចាជូនដល់បេក្ខជនថ្មីពីនួលហងបងណៃកុំប្រចាំពីនួលហងប្រចាំមែនមកព្រោះបងឯងថាបងកាន់សិលបងជប់ខលហើយអូនដល់បងកាន់សិលបងជប់ខលហើយអូនកាយដល់ចាំចេះតែភ្លេចទាំងមិនជួយថែកូនព្រោះជាត្រូវការបងពេកណាអូនព្រោះជាត្រូវការបងពេកណាអូនមានស្រីរំលោភតែសប្បាយបងមិនយកជាប់ទេគ្រាន់តែសប្បាយបងមិនយកជាប់ទេកុំប្រយ័ត្នលាក់ក៏មិនបានតែថាខ្វះគេស្រីនឹងដែលអូនឃើញធ្វើគូជេមេម៉ៃចង់លុបឡានសុរលេបងសញ្ញេបងថាឲ្យលឺកុំមកគេលឺតិចមានរឿងណាបើពីថ្ងៃនេះទៅល្មមជប់ហើយលោកប្តីបងជើចូលរំមកបងជើចាបងរំទៀតអីយូរមកទៅចូលពុកនិយាយបានរំអី
ប្រចានពីនួនហងអូនម៉ែកុំប្រចានពីនួនហងប្រចានមែនបងព្រោះបងឯងខាដល់បងកាន់សិលបងជប់ខលហើយអូនដល់បងកាន់សិលបងជប់ខលហើយអូនដល់ចាំចេះតែភ្លេចផ្ទះមិនជួយថែកូនព្រោះជាត្រូវការបងពេកណាអូនព្រោះជាត្រូវការបងពេកណាអូនមានស្រីរាប់លូតក្រមុំមេម៉ាយគ្រាន់តែសប្បាយបងមិនយកជាប់ទេគ្រាន់តែសប្បាយបងមិនយកជាប់ទេកុំផងប្រយ័ត្នលះក៏មិនស្ងាត់តែថាខ្មាស់គេស្រីនឹងដែលអូនឃើញធ្វើគុកជានេះម៉ៃចង់លូឡានសុរលេបើបងសញ្ញេបងថាឲ្យលឺកុំមន់គេលឺតិចមានរឿងណាបើពីថ្ងៃនេះទៅល្មមខ្ញុំហើយលោកប្តីខ្មាស់កូនណាបងល្មមជប់ហើយលោកប្តីបងដែលអត់ចេះច្រៀងអាចរាំបានចាឥឡូវនេះបោះស្រាយនៅបទចម្រៀងញាក់ចាក្រុមតន្ត្រីរបស់យើងបទញាក់ប៉ាបទអីក៏បានបទញាក់ម
ញមិនណប្របងមកទៀតហើយប្របងហើយមកមុខទៅគៀនជញ្ជាំងអូនលោកដៃអងអែលងឲ្យប្រខឹងខ្លាំងប្រងពេញផឹងច្រើនដៃអូនចេញទៅវិញខឹងអីណាវាស្នេហ៍ខឹងប៉ុណ្ណឹងបានហើយប្រចាប់ខឹងប្រលឹងបងខឹងមិនយូរឡើយអោបងអើយអូនសុំអង្គប្រថ្លៃងាកមកបងអូននឹងអងឯថ្លៃថ្លមបីប្រលឹងថ្លៃងងអង្គគូឲ្យស្រឡាញ់ប្រលឹងថ្លៃងងអង្គគូឲ្យស្រឡាញ់ប្រលឹងថ្លៃងងអង្គគូឲ្យស្រឡាញ់ចាអរគុណចា ភ្លៀងខ្លាំងទៀតហើយចា ចុះមកគោលដៅទី1ភ្លៀងទី ចាទី2តិចទី3តិចទី ឥឡូវចង់ដឹងថាទី4តិចយ៉ាងណា ទី4តិចល្អចាអរគុណចាជួបគ្នានៅ ហ្គីតាទៀតចាសូមជូនពរដល់បងយុទ្ធជនសូមជូនពរជ័យឲ្យអាយុយូរបានជោគជ័យជំនះលើភ្នំណាងចាតាណាងឲ្យល្អចាជូនពរសុខភាពល្អ